លើនេះយើងឈានមកដល់នៃការប្រកួតគូឯកប្រចាំព្រឹត្តិការណ៍នៃការប្រកួត Booth Strong គុនខ្មែរដែលផ្សាយចេញពីបាខេត្តកំពង់សោមឬក៏ក្រុងប្រសេនោះនឹងឯងពុកម៉ែបងប្អូនបាទគឺជាជំនុំនៃការប៉ះគ្នានៅក្នុងប្រភេទទម្ងន់60គីឡូក្រាមរហូមាសខេត្តបាត់ដំបងឈុតសេរីវ៉ាន់ថងនឹងត្រូវប៉ះជាមួយនឹងកីឡាករជើងខ្លាំងរបស់អ៊ីរ៉ង់ដែលមានឈ្មោះថា Mosa Karimi បាទកីឡាកររូបនេះក៏ជាកីឡាករកម្រិតល្អមួយរូបផងដែរគេប្រឡូកនៅក្នុងវិស័យបណ្ដាលសេរីនៅឯប្រទេសជិតខាងរបស់យើងពុកម៉ែបងប្អូនបាទមានឈ្នះមានចាញ់សម្រាប់ការប្រកួតរដងហើយក៏ប៉ុន្តែនៅកម្ពុជាដូចជាមិនដែលនឹងមកប្រកួតទេឬក៏ខ្ញុំបាទខកខានទស្សនានៃការប្រកួតរបស់ពួកគាត់បាទពុកម៉ែបងប្អូនយើងអាចនឹងខមមិនបានបើសិនជាធ្លាប់ទស្សនាណាពុកម៉ែបងប្អូនបាទយ៉ាងណាមិញក៏សូមមេត្តាខន្តីនឹងអភិទូទុកជាមុនផងដែរដោយសារតែការផុសវីដេអូរបស់ខ្ញុំបាទនេះគឺរៀងក្រោយគេតិចបាទដោយសារតែម្សិលមិញគឺមានប្រកេតចាំបាច់អខាននៅក្នុងការផុសវីដេអូនៃការប្រកួតមួយនេះពុកម៉ែបងប្អូនបាទសម្រាប់ឈុតសេរីវ៉ាន់ថងមួយរយៈពេលចុងក្រោយនេះគាត់កើនសមត្ថភាពមែនទែនហើយល្បិចកលនៅលើសង្វៀនក៏មានកម្រិតខ្ពស់ផងដែរសម្រាប់កីឡាករនេះបាទកីឡាករដើរចូលក៏ថយបាទកីឡាករថយក៏ដើរចូលបត់បែនទៅតាមកលៈទេសៈក៏ដូចជាបាទសមត្ថភាពដៃគូនៅលើសង្វៀនផ្ទាល់តែម្ដងបាទមកទៅមុខប្លែកមែនសម្រាប់កីឡាករ Mosa Karimi នេះបាទប្រហែលជាមិនដើរមកនៅកម្ពុជាយ៉ាងទេពុកម៉ែបងប្អូនបាទហើយជាមួយថាការបង្ហាញវត្តមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្រុងព្រះសីហនុនេះគេអាចធ្វើបានល្អឬក៏ទទួលបាននូវថ្នាំខ្លាំងរហូមាសខេត្តបាត់ដំបងឈុតសេរីវ៉ាន់ថងរបស់យើងមានតែទន្ទឹងរង់ចាំទស្សនានៃការប្រកួតដែលនឹងធ្វើការអធិប្បាយចែកជូនពុកម៉ែបងប្អូនយើងទស្សនាដោយខ្ញុំបាទ KMK Sport បន្តិចទៀតនេះបាទកីឡាករទាំងពីរធ្វើការប្រកួតរហូតដល់5ទឹកឯណោះបាទបដាគុណខ្មែរនៅពេលបច្ចុប្បន្នយើងដឹងស្រាប់ហើយពុកម៉ែបងប្អូនបាទគឺភាគច្រើនវាយ13ទឹកទេហើយខ្ញុំខុសគេខ្ញុំចូលចិត្តកីឡា5ទឹកពុកម៉ែបងប្អូនបាទដោយសារចូលចិត្តកីឡាប្រភេទក្បាច់គុណណាបាទទឹក1ទឹក2គាត់ទៀបស្ទងចឹងទៅទឹក3គាត់សម្រុកតិចទឹក4ទឹកសំខាន់គាត់ផ្ដាច់បានគាត់ផ្ដាច់ហើយទឹកទី5គឺជាទឹកជោគជ័យបើយើងបានបន្ទុកណែនហើយយើងអាចបន្លែងលេងគ្នាបានចឹងទៅបាទលោកគ្រូកណ្ដាលម៉ាក់សមឿនជាអ្នកគ្រប់គ្រងក៏ដូចជាធ្វើការបញ្ជានៃការប្រកួតតែកាន់កីឡាករទាំងពីរបាទរីកទស្សនាដូចតទៅបាទ5ទឹកណាមកដៃឆ្វេងរបស់រហូមាសអីយ៉ាបួងជង្គង់បាត់កែងឆ្វេងរបស់កីឡាករបាទឈុនសេរីវ៉ាន់ថងរបស់កម្ពុជា 1m70 បាទសម្រាប់វ៉ាន់ថងគីឡូ60ហើយបង្គោលខៀវ 1m68 គីឡូបាទ60ស្មើអីយ៉ាអីស្អីដាច់ឈានមួយរបស់ឈុនសេរីវ៉ាន់ថងក៏មិនមកជោគជ័យនោះទេបាទដល់ចូលពីវ៉ាន់ថងមកជើងស្ដាមគោះជើងក្នុងពីឈុនសេរីវ៉ាន់ថងដាក់ចូលពីវ៉ាន់ថងទាក់ជើងស្ដាមពីកីឡាករបាទ Karimi Mosa Karimi មកដៃឆ្វេងពីឈុនសេរីវ៉ាន់ថងសម្ដៅពូទឹកបាទមកដៃខាងស្ដាមស្នែងកបីរបស់ហ៊ូមីខេត្តបាត់ដំបងមកជួយឆ្វេងទៀតអូហូយវិលមកជុំអត់ត្រូវអីអាលីងអធិស្ឋានបើសិនជាមានសម្ដីរំខានមកជួយឆ្វេងគោះជើងក្រោមពីកីឡាករ Mosa បាទមកយកមកជួយឆ្វេងទៀតរបស់ឈុនសេរីវ៉ាន់ថងទាក់ជួយឆ្វេងពី Mosa Karimi បាទខាងស្ដាមមួយពីឈុនសេរីវ៉ាន់ថងបាទបានថងកាចណាពុកម៉ែបងប្អូនបាទយើងគាត់សង្កល់ឃើញថាកីឡាកររូបនេះឲ្យតនរណាម្នាក់វាយគាត់ឈឺដឹងគាត់បោលបុកអត់ប្រណីទេបាទជាកីឡាករចិត្តជាអ្នកប្រយុទ្ធពិតអូហូយទួភីស្មួយស្នាយមួយសង្ស័យតែបែកបាទជូតថ្ងាសមែននេះពីកីឡាករបាត់ឈុតសេរីវ៉ាន់ថងទៅកាន់កីឡាករ Mosa Karimi បាទបត់កាយស្ដាំថែមមកឆ្វេងរបស់ Mosa ទាត់ជើងឆ្វេងពីឈុតសេរីវ៉ាន់ថងបាទវ៉ាន់ថងដើរចូលបាទលបលោមួយជើងផ្លាច់របស់ឈុតសេរីវ៉ាន់ថងបាទ5ទឹកណាដូច្នេះប្រហែលជាគេត្រូវការផ្ទិបផ្ទង់ជាមុនសិនណាមកដៃឆ្វេងបោះជង្គង់ឆ្វេងមួយពីឈុតសេរីវ៉ាន់ថងបាទមកដៃលោកស្ដាមពី Mosa Karimi មកជួយឆ្វេងពី Mosa Karimi អាយ៉ាតណូរបស់គាត់ដែរមកដៃខាងស្ដាំពីឈុតសេរីវ៉ាន់ថងបាទវ៉ាន់ថងរឿងឆ្មាល់ល្អបាទគីឡូ60មែនក៏មិនទៅរឿងតូចមួយទេមកជើងស្ដាំពីឈុតសេរីវ៉ាន់ថងបាទឈោក្បែរហាន់2សើប្អូននេះគឺហាន់2ធំជាងឆ្ងាយបាទវ៉ាន់ថងនេះបាទគាត់គាត់កីឡាករម៉ាន់ណាបាទគឺហាប់ណៃម្ដងសម្រាប់កាយសម្បទារបស់ឈុតសេរីវ៉ាន់ថងបាទនៅខេត្តបាត់ដំបងមកជើងស្ដាំពីឈុតសេរីវ៉ាន់ថងបាទបត់កែងឆ្វេងពី Mosa Karimi លោកមកដៃស្ដាំកណ្ដាំសម្ដៅភក្ត្រាពីឈុតសេរីវ៉ាន់ថងខាងស្ដាំមួយពីវ៉ាន់ថងតែទាត់ជើងស្ដាំចូលចង្កេះរបស់កីឡាករ Mosa Karimi បាទធាក់មកជួយឆ្វេងពីវ៉ាន់ថងធាក់ជើងស្ដាំមួយទៀតទាំងឆ្វេងទាំងស្ដាំវ៉ាន់ថងវាយបានមកកំ plei បាទដាក់ចូលមកដៃឆ្វេងពីវ៉ាន់ថងអាយូចង្អាប់ចង្អល់កន្លែងនេះបើគេលឿនតិចយើងអាចមានគ្រោះថ្នាក់បាទអីយ៉ាអីសេចដាច់ឈានចូលកណ្ដាលដើមទ្រូងពីឈុតសេរីវ៉ាន់ថងទៅខណ្ឌកីឡាករ Mosa Karimi បាទដាក់ចូលពីវ៉ាន់ថងញាក់មួយមកជើងស្ដាំពីវ៉ាន់ថងមកជួយឆ្វេងពីឈុតសេរីវ៉ាន់ថងបាទដល់ចូលពីវ៉ាន់ថងបាទរៀងថយបន្តិចសម្រាប់កីឡាករបាទ Karimi បាទក៏មិនជាបញ្ហាទេបាទគុណខ្មែរគេមិនផ្ដោតទៅលើការថយការដើរចូលទេគេផ្ដោតទៅលើការវាយចូលគោលដៅមកជើងស្ដាំពីវ៉ាន់ថងបត់កែងឆ្វេងចូលស្គៀមរបស់វ៉ាន់ថងគប់កែងឆ្វេងមួយទៀតអូហូយពីកែងចុះគ្នាណែណាអីក៏ប៉ុន្តែកីឡាករ Mosa Karimi រឹងប៉ែបាទមកកែងបត់ឆ្វេងទូភីសម្រួចស្នែងរបស់ឈុតសេរីវ៉ាន់ថងជូតថ្ងាសមួយបាទដល់កោលោកមកកែងជូតថ្ងាសមួយលោកគ្រូញ៉ាំកណ្ដាលម៉ាក់សមឿនឲ្យឈុតសេរីវ៉ាន់ថងទៅកាន់មង្គលសដើម្បីជូតឈាមស្របពេលដល់នាទីទី1ក៏បានបញ្ចប់ផងដែរសម្រាប់ទឹកទី1នាទីទី3អធិស្ឋានអូយកែងរ៉វ៉ាន់ថងមានប្រសិទ្ធភាពក្នុងទឹកទី1ធ្វើឲ្យកីឡាករ Mosa Karimi កីឡាកររបស់អ៊ីរ៉ង់មានស្នាមបែកធំលោកគ្រូពេទ្យបាទកំពុងតែត្រួតពិនិត្យនៅស្នាមរបួសហើយ
បាទចំណុចទឹកទី2ហ្នឹងទៅយ៉ាងណាគណៈកីឡាករ7គឺត្រូវចំណាយពេលវេលារហូតដល់4ទឹកទៀតដល់នោះដើម្បីកាត់សេចក្តីតាមបាទលក្ខណៈការប្រកួត5ទឹកណាអីក៏ប្រាប់មិនប្រកាសទេបាទវ៉ាន់ថងមិនមែនជាកីឡាករចេះប្រោះទេតែកន្លែងណាគាត់ហូបបានគាត់ហូបហើយសង្ស័យទឹក2ឬក៏ទឹក3វ៉ាន់ថងផ្ដាច់ទេបងប្អូនបាទរឿងរ៉ាវទស្សនៈដូចតទៅសម្រាប់ទឹកទី2នៃការប្រកួតជាបន្តមកជើងឆ្វេងរបស់វ៉ាន់ថងទាត់ជើងឆ្វេងលើនោះបាទរបស់កីឡាករម៉ូសាខារមីបាទវ៉ាន់ថងដើរចូលបាទវ៉ាន់ថងអ្នកបាត់ដំបងអ្នកអាយភ្នំរបស់ក្លឹបប្រដារហ៊ូកីឡាបាទអូយោយកំពុងតែដេញកីឡាករបាទម៉ូសាខារមីមកកែងបាត់ឆ្វេងពីវ៉ាន់ថងអូហូយចូលកន្លែងចាស់សង្ស័យតាប្រច្រាស់ជាមួយនឹងស្នាមលហិតច្រើនមកទៀតដល់ហើយមកជើងស្ដាំពីម៉ូសាខារមីបាទអីយោយខ្នងដៃអីសូពីឈុតសេរីវ៉ាន់ថងក៏មិនត្រូវទេត្រូវពូសង្វៀនអត់ដឹងអីទេមកជើងស្ដាំពីឈុតសេរីវ៉ាន់ថងទាក់ជើងឆ្វេងទៀតពីវ៉ាន់ថងវ៉ាន់ថងដាក់ចូលមកដៃឆ្វេងពោះទឹករបស់វ៉ាន់ថងហើយក៏ចាក់ជង្គង់ស្ដាំមួយពីវ៉ាន់ថងមកដៃឆ្វេងសម្ដៅពោះទឹករបស់វ៉ាន់ថងវ៉ាន់ថងដាក់ចូលមកជើងស្ដាំពីឈុតសេរីវ៉ាន់ថងពីជើងឆ្វេងរបស់ឈុតសេរីវ៉ាន់ថងអូហូយមិនណាយហើយលោកគ្រូញ៉ាកដាប្រាប់ទៅកាន់កីឡាករម៉ូសាខារមីនេះជាការពមៀនលើកទី1ថាវាយឬក៏មិនវាយអីស្អីដាក់ឈានចូលពូទឹកមួយទៀតហើយរបស់វ៉ាន់ថងទាត់ជើងឆ្វេងចូលចង្កេះខាងស្ដាំបត់កាយឆ្វេងរបស់វ៉ាន់ថងមកដៃឆ្វេងរបស់វ៉ាន់ថងទម្រង់នៃការប្រកួតកាចដូចជារហ័សនេះឬហ៊ូពិតមកកាយបត់ឆ្វេងបុកស្ដាំមួយទៀតទៅបណ្ដោយអូយោយលោកគ្រូញ៉ាកដាធ្វើការរាប់ទៅកាន់កីឡាករម៉ូសាបាទនៅក្នុងទឹកទី2ដោយសារតែគាត់នឹងបាត់បង់ស្មារតីក្រោយចូលផ្លែកែងសន្ធឹកសន្ធាប់ពីឈុតសេរីវ៉ាន់ថងបាទយ៉ាងណាយ៉ាងណីបាទម៉ូសាខារមីអត់អីទេបន្តនៃការប្រកួតបានក៏ប្រែសង្ស័យតែទៅមិនរួចបាទលោកគ្រូញ៉ាកដាទាញដៃឲ្យក្រុមគ្រូពេទ្យដើម្បីត្រួតពិនិត្យស្នាមរបួសមកផ្លែទៀតសិនបាទរបួសរឿងជ្រៅបងប្អូនបាទនេះរូបភាពទៀតបាទមកដៃឆ្វេងរបស់វ៉ាន់ថងហើយក៏កែងនៅបណ្ដោយមកជង្គង់ហ្វិនបងប្អូនជាត្រៃបាទល្អណែអីសិចដែលឈានចូលកណ្ដាលដើមទ្រូងទៅនៃការប្រគំមកជើងស្ដាំរបស់វ៉ាន់ថងដើរចូលមិនចេះប្រោះទេមកដៃឆ្វេងពោះទឹកទាត់ជើងឆ្វេងទៅបាទហើយលោកគ្រូញ៉ាកដាម៉ាក់សមឿនសម្រេចបញ្ឈប់នៃការប្រកួតត្រឹមទឹកទី2នេះឯងដោយរកឃើញថាកីឡាករបង្គោលខៀវកីឡាកររបស់អ៊ីរ៉ង់ម៉ូសាខារមីគាត់បាត់បង់នៅសមត្ថភាពដើម្បីតដៃជាមួយជុតសេរីវ៉ាន់ថងបាត់ហើយពុកម៉ែបងប្អូនបាទចូលច្រើនណាស់ទាំងពោះទឹកចុងហើមហើយក៏ដូចជាបាទផ្លែកែងរបស់វ៉ាន់ថងគប់ចូលភ័ក្រត្រានណែនធ្វើឲ្យមានស្នាមរបួសបាទជ្រៅមែនទែនដូច្នេះគឺបាទលោកគ្រូញ៉ាកដាប្រើចន្ទឿននិស្សិតដើម្បីបញ្ឈប់នៃការប្រកួតត្រឹមទឹកទី2នេះអូយអបអរសាទរជុតសេរីវ៉ាន់ថងពិតជាកោតមែនទែនសម្រាប់ស្នៀតប្រយុទ្ធមួយនេះមិនមែនប៉ះកីឡាករបាទដៃគូអនគាត់ល្អទេបាទគាត់ល្អតាំងពីដើមហើយជុតសេរីវ៉ាន់ថងនេះបើថាមួយរយៈពេលចុងក្រោយក៏មានចាញ់ដែរក៏ប៉ុន្តែបាទពីដើមមកគឺកីឡាករយើងបើអត់មានចាញ់ទេវាប្លែកទីកែបងប្អូនបាទអរគុណណាស់សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃទស្សនៈនៃការប្រកួតក៏ដូចជាការថាបាយចែកជូនពុកម៉ែបងប្អូនសាជាថ្មីដល់ខ្ញុំបាទគុណខ្មែរ KMK Sport បាទសិនជាមានពាក្យពេចន៍លើខ្វះខាតត្រង់ណាមិនសម្រុំមេត្តាកន្តីនឹងអភិទោសបាទដូច្នេះជ័យជំនះមួយនេះគឺបានទៅលើកីឡាកររបស់កម្ពុជារបស់យើងឈុតសេរីវ៉ាន់ថងប្រាថ្នាវេលាត្រឹមតែ2ទឹកតែប៉ុណ្ណោះបាទធ្វើឲ្យកីឡាករបង្គោលខៀវរបស់អ៊ីរ៉ង់បាទទៅលោកគ្រូញ៉ាកដាបញ្ជុំនៃការប្រកួតគឺកីឡាករម៉ូសាខារមីអរគុណសម្រាប់ការចូលរួមទស្សនា